បន្ទាប់មកសូមអញ្ជើញលោកឪពុកកូនក្រមុំឡើងលើឆាកដើម្បីផ្ដល់ពរជ័យដល់គូស្វាមីភរិយាថ្មីពុកកុំឡើងទៅអីពិធីក៏ហៅពុកហើយតាហៅភ្លាមឡើងភ្លាមមែនពុកមើលខ្លួនឯងមើលស្លៀកពាក់ស្អីហ្នឹងទុកទៅតែចូលចតពុកខ្លះខោអាវមិនទាន់ទេបើមិនទាន់ក៏កុំក្រោកឈរអីធូលីជាប់ខំមិនទាន់បោះជ្រះផងពុកចង់ឲ្យសាច់ញាតិខាងត្រកូលគេមើលកូនយ៉ាងម៉េចពុកមកទីនេះគឺដើម្បីផ្ដល់ពរជ័យដល់កូនពុកឡើងទៅបែបនេះមិនមែនផ្ដល់ប្រទេគឺមកបង្កបញ្ហាឲ្យកូនវិញទេពុកថ្ងៃនេះជាថ្ងៃការកូនពុកទុកមុខឲ្យកូនខ្លះបានទេលោកឆាហេតុអ្វីអ្នកមកទាំងសម្លៀកបំពាក់បែបនេះខ្ញុំប្រាប់ហើយតាថាគុំមកដណ្ដើមឆាកគេអីកូនស្រីរៀបការខ្ញុំមកទីនេះតើទៅដណ្ដើមឆាកស្អីអ្នកមិនដណ្ដើមទេប៉ុន្តែឲ្យតែអ្នកក្រោកឈរតើអ្នកណានឹងមើលកូនក្រមុំទៀតគេមើលតែអ្នកនឹងបងថ្លៃគុំឡើងទៅអីសាច់ញាតិខាងត្រកូលគេសុទ្ធតែជាអ្នកមានមុខមាត់បើអ្នកឡើងទៅទាំងបែបនេះតើឲ្យកូនស្រីជោគផ្ទះគេយ៉ាងម៉េចទៅកូនស្រីខ្ញុំរៀបការខ្ញុំគ្រាន់តែចង់និយាយពីល្បីម៉ាត់តើវាប៉ះពាល់ដល់ការជោគផ្ទះគេយ៉ាងម៉េចទៅលោកពុកគុំធ្វើឲ្យវ៉ាន់ពិបាកអីនាងរៀបការជាមួយខ្ញុំក៏ពិបាកចិត្តណាស់ហើយគុំឲ្យនាងត្រូវគេដៀលត្បេះដោយសារខាងផ្ទះកូនក្រមុំអីពុកកូនសុំអង្វរហើយគុំឲ្យគេនិយាយដើមកូនតាំងពីថ្ងៃដំបូងអីមើលពុកចុះស្លៀកពាក់ដូចអ្នកមកធ្វើការសំណងអញ្ចឹងយួនជួនប្រាក់បន្ថែមការងារចុងក្រោយបានទូទាត់ហើយសរុបទាំងអស់គឺ968,000លោកពិតជាសម្រេចចិត្តឲ្យវ៉ាន់នៅថ្ងៃនេះមែនឬនាងរៀបការហើយក្នុងនាមជាឪពុកខ្ញុំមិនអាចឲ្យនាងទៅដៃទេបានទេប៉ុន្មានឆ្នាំនេះនាងមិនសូវជិតស្និទ្ធនឹងលោកទេមិនជិតស្និទ្ធក៏នៅតែជាកូនស្រីខ្ញុំដែរទុកលុយនេះឲ្យនាងទៅក្រែងលោកថ្ងៃក្រោយមានរឿងអីនាងនៅតែមានផ្លូវថយក្រោយសូមអញ្ជើញម្ដាយកូនក្រមុំនិងឪពុកចង់ឡើងលើឆាកថ្ងៃនេះខ្ញុំនិងម្ដាយរបស់នាងបានប្រកូលវ៉ាន់ឲ្យទៅត្រកូលគេពួកយើងក៏អស់បារម្ភដែរចុះខ្ញុំត្រូវអង្គុយណែណាពុកអង្គុយនៅខាងនោះសិនទៅទុកខាងក្រោយគេមែនទេនៅទីនោះមនុស្សតិចគ្មានអ្នកណាស្គាល់ពុកទេខ្ញុំជាឪពុករបស់ឯងតើត្រូវលាក់មុខលាក់មាត់ដល់ថ្នាក់នឹងមែនទេពុកកុំបង្កបញ្ហាអីនៅលើឆាកមានគេតំណាងឲ្យកូនហើយបើពុកទៅអង្គុយទៅមុខត្រកូលគេនឹងស៊ូកូនមិនខានថាឪពុកបង្កើតទៅចុះពីទូកខោអាវមិនដូរក៏មកការដែរមែនទេបានហើយខ្ញុំទៅអង្គុយខាងក្រោយក៏បានហើយការបូបនេះពុកកុំកាន់ជាប់ខ្លួនរហូតអញ្ចឹងមើលទៅដូចអ្នកមកទីបំណុលគេណាវ៉ាន់តាំងពីតូចមកជាក្មេងរឹងរូសណាស់ថ្ងៃនេះបានរៀបការចូលត្រកូលគេពួកយើងជាឪពុកម្ដាយពិតជាសប្បាយចិត្តជំនួសនាងណាស់ឪពុកបង្កើតអង្គុយខាងក្រោយឪពុកចង់ឡើងលើឆាកបានហើយលុយនេះទុកមួយឡែកសិនចុះពុកកូនមកជប់លៀងជូនពុកមួយកែវផឹកហើយអង្គុយទីនេះទៅកុំដើរទៅមុខទៀតអីកូនស្រីជប់លៀងជូនពុកដល់ទៅខាងក្រោយបំផុតវ៉ាន់ពុកនឹងចាំកែវស្រានេះទុកកុំមកនិយាយឌឺដងដាក់កូនអីកូនអនុញ្ញាតឲ្យពុកនៅទីនេះបានក៏ពិបាកណាស់ទៅហើយខ្ញុំមកការកូនស្រីខ្លួនឯងនៅត្រូវសុំការអនុញ្ញាតពីឯងទៀតមែនទេពុកកុំប្រកាន់ច្រើនពេកអីថ្ងៃនេះភ្ញៀវច្រើនណាស់កូនមិនដឹងត្រូវដោះស្រាយយ៉ាងម៉េចទេលោកពុកវ៉ាន់ថ្ងៃនេះហត់ណាស់ហើយអាណិតនាងផងកុំឲ្យនាងត្រូវដើរពន្យល់សាច់ញាតិខ្ញុំរឿងសម្លៀកបំពាក់របស់លោកពុកអីអូហូក្នុងការបូបនេះប្រហែលជាសម្បកកចាស់ទេដឹងកុំនិយាយអញ្ចឹងអីគាត់ប្រហែលជាទៅតែចុះពីទុកមកទេអាចចូលក្នុងសាលនេះបានក៏គ្រាន់បើណាស់ទៅហើយវ៉ាន់ពិតជាចេះដឹងខុសត្រូវមែនក្នុងស្ថានភាពបែបនេះនៅញឹមបានទៀតអ្នកទាំងអស់គ្នាមកផឹកការឬក៏មកត្រួតពិនិត្យខោអាវខ្ញុំបងថ្លៃគុំប្រកាន់អីគ្រាន់តែក្នុងពិធីការមិនសូវដែលឃើញគេស្លៀកពាក់បែបនេះខោអាវវាចាស់មែនប៉ុន្តែវាស្អាតមិនដូចអ្នកខ្លះទេមើលទៅហឺហាប៉ុន្តែខោអាវខ្ចីគេទេលោកខូចចិត្តអស់មួយជីវិតហើយតើថ្ងៃនេះនៅចង់ឲ្យកូនស្រីខូចចិត្តជាមួយលោកទៀតមែនទេខ្ញុំអង្គុយនៅជ្រុងនេះក៏តបភ្នែកអ្នកដែរមែនទេលោកអង្គុយទីណាក៏តបភ្នែកដែរវ៉ាន់រៀបការដោយមានមុខមាត់លោកកុំមកបង្អាប់នាងអីខ្ញុំចិញ្ចឹមនាងរហូតធំឥឡូវខ្លាចជាអ្នកបង្អាប់នាងវិញមែនទេអ្នកនៅតែចង់រំលឹកគុណចាស់មែនទេនាងពិបាកណាស់ទម្រាំបានចូលត្រកូលយ៉ាគុំធ្វើឲ្យនាងបាត់បង់ឱកាសអីបងថ្លៃមកហូបនៅលើទូនេះអ្នកប្រហែលជាមិនដែលឃើញទេបើចូលចិត្តក៏ខ្ចប់យកទៅផ្ទះទៅកុំឲ្យគេសើចចំអកអីខ្ញុំមកផឹកការកូនស្រីមិនមែនមកសុំបាយស៊ីទេបើលោកពិតជាចាត់ទុកវ៉ាន់ជាកូនស្រីមែនកុំឲ្យនាងត្រូវគេដៀលត្បេះរឿងខាងកូនស្រីអីសូមលោកខាចេញទៅសម្រាប់ខាងក្រៅវិញទៅមិនមែនដេញទេគ្រាន់តែមិនចង់ឲ្យភ្ញៀវសម្លឹងមើលមកទីនេះរហូតខ្ញុំមកការកូនស្រីខ្លាចជារឿងកំ pl ែងទៅវិញមែនទេពុកចេញទៅមុនទៅថ្ងៃនេះកូនពិតជាខ្មាស់គេណាស់ហើយលោកពុកអញ្ជើញតាមផ្លូវនេះកុំប៉ះពុកខ្ញុំលោកឯងមកជួយអីដែរហ្នឹងថ្ងៃនេះអ្នកដែលគេនិយាយដើមមិនមែនលោកឯងទេលោកឯងមិនខ្លាចខ្មាស់គេទេមែនទេខ្ញុំស្លៀកឯកសន្តានធ្វើការរកលុយដោយសុចរិតមិនខ្មាស់គេទេពុកស្លៀកឯកសន្តានអ្នកដើរទូកចិញ្ចឹមគ្រួសារក៏មិនខ្មាស់គេដែរនេះជាពិធីការរបស់ខ្ញុំមិនមែនកន្លែងឲ្យលោកឯងមករកយុទ្ធធរទេគាត់ស្លៀកឯកសន្តានមិនខ្មាស់គេទេខ្ញុំស្លៀកសម្លៀកបំពាក់អ្នកដើរទូកក៏មិនខ្មាស់ដែរការខ្ញុំដើរទូករកលុយឲ្យឯងរៀនខោអាវនេះមិនឃើញឯងថាខ្មាស់គេផងដល់ពេលឯងរៀបការខោអាវនេះបែរជាខ្មាស់គេទៅវិញមែនទេពុកចាំបាច់និយាយរឿងនេះនៅមុខមនុស្សច្រើនបែបនេះមែនទេពុកក៏ចង់ទុកមុខឲ្យឯងដែរប៉ុន្តែតើឯងបានទុកមុខឲ្យពុកទេលោកឆាត់ថ្ងៃនេះជាថ្ងៃមង្គលការបើអ្នកគិតពីវ៉ាន់មិនមែនកុំឲ្យនាងត្រូវពិបាកនៅកណ្ដាលចំណោមអីលោកពុកអញ្ជើញទៅវិញទៅបើនៅបន្តទៀតវ៉ាន់ពិតជាពិបាកបញ្ចប់រឿងណាស់វ៉ាន់ឯងក៏ចង់ឲ្យពុកទៅដែរមែនទេពុកត្រឡប់ទៅវិញសិនទៅបានទេពុកសួរឯងជាលើកចុងក្រោយស្រាការកែវនេះឯងពិតជាចង់ឲ្យពុកផឹកមែនឬគ្រាន់តែចង់ធ្វើឲ្យអ្នកដទៃមើលឃើញបានហើយពុកយល់ហើយស្រាការកែវនេះពុកមិនផឹកក៏បានដែរទៅវិញក៏ល្អដែរបើនៅបន្តទៀតមិនដឹងជានឹងមានរឿងអ្វីកើតឡើងទៀតទេបងថ្លៃគុំនិយាយខ្លាំងពេកអីក្រៅពីវ៉ាន់ហើយតើក្នុងវ័យនេះលោកនៅសល់អ្វីទៀតទៅលោកគិតថាខ្ញុំរស់ដោយសារពឹងផ្អែកលើកូនស្រីមែនទេខ្ញុំមិនមានន័យបែបនោះទេបងជួនកំពុងផែលេខ8ព្រឹកស្អែកមានទំនិញតម្លៃ 1.38 លានជាទំនិញស្រស់ជាងចុងក្រោយមុនពេលបិទរដូវមេការក្មេងដកថយអស់ហើយគ្មានអ្នកណាហ៊ានទទួលទេច្រកណាកំពុងផែខាងក្រៅលេខ8ខ្យល់ខ្លាំងណាស់
អតិថិជនបញ្ជាក់មកថាបើបងមិនទទួលទេគេក៏មិនបញ្ជូនដែរបងជួនបងត្រឡប់មកវិញពិតមែនត្រឡប់វិញអំបញ្ញមិញលោកសួរខ្ញុំមែនទេថាអ្វីនេះហើយនៅអាចធ្វើអ្វីបានទៀតព្រឹកស្អែកកំពុងផែលេខ8ខ្ញុំនឹងឲ្យលោកមើលឲ្យច្បាស់បងជួនបងមកដល់ហើយទំនិញស្រស់តម្លៃ 1.38 លានមុនម៉ោង8ត្រូវតែចូលក្នុងទូក្លាសេយឺត1នាទីខូច1ឡានសង1ឡាននេះហើយជាបងជួនវ័យប៉ុណ្ណេះហើយនៅតែអាចគ្រប់គ្រងស្ថានភាពបានឥឡូវកំពុងផែគេមើលលើប្រព័ន្ធបញ្ជាតើគាត់អាចពូកែជាងប្រព័ន្ធទៅទៀតមែនទេបងជួនប្រព័ន្ធណែនាំឲ្យទៅច្រកខាងជើងប្រព័ន្ធមើលតាមផែនទីចំណែកខ្ញុំមើលតាមរលកធាតុអាកាសច្រកខាងជើងរលកធំណាស់ទំនិញនឹងខូចមុនពេលទៅដល់ត្រូវតែវាងតាមផ្លូវទឹកខាងក្រោយបន្ថែម18នាទីទៀតប៉ុន្តែទំនិញមានសុវត្ថិភាពប៉ុន្តែបើវាងផ្លូវហើយមានបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវខ្ញុំជាអ្នកបញ្ជាទុកបើមានរឿងអីខ្ញុំជាអ្នកទទួលខុសត្រូវទាំងអស់ពុកប្រយ័ត្នផងចាំពុកនៅមាត់ច្រកគុំមកចិត្តខ្សែពួកអីរលកខ្លាំងជាងការរំពឹងទុកគុំអាល្អទុកក្បាលទុកឲ្យជាប់បងជួនប្រព័ន្ធនៅតែបញ្ជាឲ្យទៅច្រកខាងជើងខាងអតិថិជនគេប្រញាប់ណាស់បង្វែរផ្លូវបែបនេះខ្លាចមិនតាន់ពេលទុកក្បាលទុកឲ្យជាប់គុំប្រជែងជាមួយរលកការបើកទូកមិនមែនប្រើកម្លាំងបាយទេប៉ុន្តែប្រព័ន្ធមិនមែននៅលើទូកទេគឺឯងទេដែលនៅលើទូកមានសុវត្ថិភាពហើយអ្នកទាំងអស់គ្នាស្មានថាឯកសណ្ឋានអ្នកដើរទូកចាស់នេះស្លៀកដើម្បីតែស្អាតមែនទេដើរទូកកុំមើលតែអេក្រង់នៅលើអេក្រង់គឺជាបន្ទាត់ប៉ុន្តែនៅលើមុតគឺជាជីវិតមេការជាសំណាងហើយដែលមានលោកថ្ងៃក្រោយមានការងារបន្ទាន់តើខ្ញុំអាចរកលោកតបានទេការងារខ្ញុំទទួលប៉ុន្តែលុយកាក់ត្រូវច្បាស់លាស់បងប្អូនខ្ញុំមិនអាចហត់ឥតប្រយោជន៍ទេបងជួនការងារបន្តទៀតប្រញាប់ជាងនេះទៅទៀតអតិថិជនចង់ជួបបងផ្ទាល់ដើម្បីពិនិត្យទំនិញរបស់អ្នកណាទំនិញខ្លះសេស្រស់ឯកសារញ៉ៃបន្តិចអតិថិជនខ្លាចមានបញ្ហាឯកសារញ៉ៃទំនិញក៏ងាយនឹងខូចដែរតោះទៅមើលបន្តិចទៅឡើងមកម្នាក់មួយចំណែកអាចចឹងម្នាក់មួយចំណែកនេះជារបស់ពួកឯងយកទៅបងជួនអំបញ្ញមិញខ្ញុំស្ទើរតែដើរខុសផ្លូវហើយលុយនេះខ្ញុំគួរតែយកដែរមែនទេដឹងខុសចេះកែនៅតែអាចដើរទូកជាមួយគ្នាបានពុកយកមិញពុកមិនទាន់បានទឹកសាការផងមិនបានទឹកសាការក៏ពុកបរិយាសុខភាពនេះទៅប្រញាប់ញ៉ាំទៅកុំឲ្យយឺតម៉ោងធ្វើការម៉ាក់ពុកប្រហែលជាខឹងកូនខ្លាំងហើយមែនទេធ្វើជាពុកគ្មានអ្នកណាខឹងកូនស្រីបង្កើតរហូតទេកូនកុំឲ្យចុះចាញ់អីទៅតែចេះអត់ធ្មត់ខ្លះប៉ុន្តែនៅក្នុងពិធីការយកមិញកូននិយាយធ្ងន់ពេកមែនទេកូនធ្វើដើម្បីមុខមាត់គ្រួសារខាងប្តីនិងដើម្បីអនាគតកូនខ្លួនឯងបើពុកឯងស្រឡាញ់កូនពិតគាត់នឹងយកមិនខានអាចចឹងមានរឿងអីមែនទេអតិថិជនខាងទំនិញខ្លះសេគេមកទៀតហើយថាទំនិញស្រស់ជាងនេះមិនអាចឲ្យមានបញ្ហាទៀតទេតើក្រុមហ៊ុនយើងមិនមាននីតិវិធីច្បាស់លាស់ទេមែនទេលើកនេះអតិថិជនទាមទារគូពេកកំពុងថៃក៏មានមេការធម្មតាគ្រប់គ្រងមិនឈ្នះទេចុះទៅធ្វើមិនទៅពុករបស់ឯងទៅតែសម្រាប់ការងារធំមួយនៅកំពុងថៃលេខ8ពុកឯងកុំអើទៅលួងគាត់អីប៉ុន្តែបាយថ្ងៃត្រង់នេះគាត់ត្រូវតែមកញ៉ាំជាមួយគ្នាលោកកែប្រសិទ្ធភាពនៃការដឹកជញ្ជូនរបស់ក្រុមហ៊ុនលោកហាក់ដូចជាមានបញ្ហាបន្តិចហើយលោកកំពុងតែបច្ចុប្បន្នមានអ្នកខ្លាំងណាស់ពួកយើងកំពុងតែសម្រួលក៏បានប៉ុន្តែទំនិញស្រស់មិនអាចរងចាំបានទេដឹកជញ្ជូនតាមផ្លូវទឹកបើដំណាក់កាលណាយឺតបន្តិចគុណភាពទំនិញនឹងធ្លាក់ចុះភ្លាមបាទពួកយើងយល់ច្បាស់ណាស់ប៉ុន្តែខ្ញុំមកថាការពីព្រឹកមិញនៅកំពុងថៃលេខ8មានមេការម្នាក់ឈ្មោះខបានដឹកជញ្ជូនទំនិញឆ្លងកាត់ជួបបានយ៉ាងល្អឥតខ្ចោះអូមេការសម័យនេះអ្នកដែលយល់ពីប្រព័ន្ធក្លាសេនិងការដើរទូកច្បាស់លាស់ដូចជាមេការចិននៅកំពុងថៃលេខ8គឺកម្រិតណាស់ខ្ញុំចង់ជួបគាត់បន្តិចលោកកែធ្វើការខាងដឹកជញ្ជូនប្រហែលជាស្គាល់អ្នកជំនាញបែបនេះមែនទេមិនដែរមិនស្គាល់គាត់មែនទេស្គាល់ប្រកាសជាស្គាល់ហើយគាត់គឺជាឪពុករបស់វ៉ាន់លោកពុកក្មេងខ្ញុំគាត់ជាមនុស្សសាមញ្ញណាស់ស្មានមិនដល់ថាជាសាច់ញាតិខ្លួនឯងសោះចុះហេតុអ្វីអំបញ្ញមិញលោកកែធ្វើដូចជាមិនស្គាល់គាត់អញ្ចឹងលោកក៏ដឹងស្រាប់ហើយអ្នកដើរទូកចាស់គេចូលចិត្តពីសាមញ្ញមិនសូវចូលចិត្តយកឈ្មោះមកបង្អួតទេអញទេអញ្ចឹងល្អហើយទំនិញស្រស់ជាងក្រោយរបស់ខ្ញុំចង់ឲ្យមេការគេជាអ្នកជួយត្រួតពិនិត្យទៅខ្ញុំអត់ចិត្តគ្មានបញ្ហាទេខ្ញុំនឹងចាត់ចែងជុំភ្លាមលោកកែទំនិញជាងនេះមិនអាចឲ្យមានបញ្ហាដាច់ខាតខ្ញុំចង់បានភាពច្បាស់លាស់មិនមែនគ្រាន់តែពាក្យសម្ដីទេបាទលោកកុំបារម្ភអីខ្ញុំនឹងរៀបចំឥឡូវនេះស្អែកនេះខ្ញុំចង់ជួបមេការចាប់ផ្ទាល់បាទពិតប្រាកដណាស់ឥឡូវប្រញាប់ទេទៅរកពុកអញភ្លាមប៉ុន្តែរឿងនៅក្នុងពិធីការយកមិញឥឡូវមិនមែនជារឿងមុខមាត់ទេគឺអតិថិជនចង់ជួបគាត់ប្រញាប់ទេទៅពុកអតិថិជនរបស់បងកែចង់ជួបពុកក្នុងពិធីការថាពុកតបភ្នែកឥឡូវបែរជាអ្នកឃើញពុកវិញមែនទេអតិថិជនគេប្រញាប់ណាស់ពុកមកជួបគេបន្តិចទៅខ្ញុំមិនទៅក្រុមហ៊ុនត្រកូលទេបើគេប្រញាប់មែនឲ្យគេមកជួបខ្ញុំនៅកំពង់ផែទៅពុកយកម៉ូដែលធម្មតាក៏បានដែរកុំយកផ្លៃពេកអីមិនបាច់យកម៉ូដែលធម្មតាទេយកទូរស័ព្ទនិងកុំព្យូទ័រដែលល្អបំផុតមកលោកពុកពីមុខនេះមិនថប់ទេណាលោកចង់បងរំលំមែនទេកូនស្រីខ្ញុំត្រូវចូលរៀនមហាវិទ្យាល័យខ្ញុំមិនបងរំលំទេស្រង់ការពីកាបូបកុំព្យូទ័រនិងម៉ាក់យកឲ្យគ្រប់ជុំមកកុំឲ្យនាងខ្វះអីពេលទៅរៀនពុកកូនរកពុកឡើងពេញទឹកពេញដីបែរជាពុកមកទិញរបស់ឲ្យវាទៅវិញនាងត្រូវការពេលរៀនសូត្រវាមិនខាតបងទេខាងអតិថិជនគេប្រញាប់ស្លាប់ហើយពុកនៅមានចិត្តមកទិញរបស់ឲ្យវាទៀតខ្ញុំទិញរបស់ឲ្យកូនរៀនសូត្រតើវាប៉ះពាល់ដល់ទំនិញត្រកូលគេស្អីចុះពុកអញនៅណាលោកចង់ឃើញឯកសារលើនេះហើយពុកទំនិញរបស់លោកពិតជាសំខាន់ណាស់ពុកជួយមើលបន្តិចទៅអាការយករបស់ទាំងនេះទៅផ្ទះមុនទៅរឿងត្រកូលគេខ្ញុំមិនខកទេប៉ុន្តែបើខ្លាចខូចទំនិញឲ្យគេមកជួបខ្ញុំនៅទីនេះពុកយកមិនហៅពុកថាបើលោកពុកឥឡូវហៅពុកវិញហើយមែនទេមករកលឿនណាស់ណាមេការជាការងារការពីព្រឹកមិញពិតជាអស្ចារ្យណាស់ថ្ងៃនេះទំនិញជើងនេះខ្ញុំសូមជឿជាក់លើលោកហើយឯកសារនៅទីនេះអ្នកណាជាអ្នកចាត់ចែងក្លេកខ្លះបែបនេះក្រុមហ៊ុនយើងតែងតែធ្វើបែបនេះរហូតមកតើធ្វើបែបនេះមិនតែការរឿងគឺមកពីសំណាងរបស់ពួកលោកទេឡើងមិនទាន់ចុះត្រជាក់ទំនិញក៏បញ្ចេញមកក្រៅបាត់ទៅហើយម៉ោងចេញទុកមិនទាន់ច្បាស់លាស់ឲ្យតែកុំឡានអង្គុយចាំធ្វើការបែបនេះទំនិញនឹងខូចមុនពេលទៅដល់មិនខានលោកគេនេះឬដែលលោកថាច្បាស់លាស់ពីនោះឲ្យឡើងចុះត្រជាក់មុនចាំលើទំនិញឡើងកំណត់ម៉ោងចេញទុកឲ្យច្បាស់សិនចាំឲ្យឡើងដឹកមកដល់បន្ថយដំណាក់កាលត្រួតពិនិត្យមួយក៏កាត់បន្ថយហានិភ័យបានមួយដែរធ្វើតាមអ្វីដែលមេការចុះបានណែនាំទៅលោកកុំបារម្ភអីនេះក៏ជាគម្រោងដែលពួកយើងបានត្រៀមទុកដែរកុំមកយកមកដាក់ខ្លួនឯងអីការងារនេះខ្ញុំជាអ្នកជួយមិនមែនជារបស់ពួកលោកទេពួកឯងពិតជាមានឥទ្ធិពលនៅកំពង់ផែខ្លាំងណាស់ការបោកចាស់យកមិញប្រកាសជាមានរបស់មានតម្លៃច្រើនមិនខានកូនមិនបានមើលឲ្យច្បាស់ទេមិនច្បាស់ក៏ទៅសួរគាត់ទៅវ៉ាន់ពួកឯងមិនមែនគ្មានប្រយោជន៍ទេគ្រាន់តែពីមុនកូនមិនទាន់យកពីតម្លៃរបស់គាត់តែប៉ុណ្ណោះតែក្នុងការបោកចាស់នោះពិតជាមានអ្វីឲ្យប្រកាសទៅមេការគេមានលោកជួយមើលបែបនេះខ្ញុំពិតជាអស់បារម្ភហើយលោកកុំបារម្ភអីទូរបស់ក្រុមហ៊ុនយើងក៏រឹងមាំណាស់ដែរទូរឹងមាំរបស់ខ្ញុំមិនដឹងទេខ្ញុំដឹងតែលើមេការចាំម្នាក់គត់ពុកនៅលើទូមានប្រព័ន្ធបញ្ជាពុកកុំកែប្រែផ្លូវផ្ទះតែអីកុំឲ្យប្រព័ន្ធរបស់ឯងនាំទំនិញទៅរកគ្រោះថ្នាក់ទៅបានហើយមេការចាប់ប្រព័ន្ធបញ្ជាឲ្យទៅផ្លូវត្រង់បើទៅផ្លូវត្រង់នឹងត្រូវលោកកំបោះបែកទំនិញមិនខានបើស្ដាំ12ដឺក្រេវិញតាមរូបវិញលោកកែថាបើដើរខុសផ្លូវនឹងមានការប្រមានពីប្រព័ន្ធខាងមជ្ឈមណ្ឌលបញ្ជាថាពួកយើងកំពុងដើរខុសផ្លូវត្រូវដើរតាមប្រព័ន្ធបើដើរតាមប្រព័ន្ធឯងទំនិញនឹងខូចអស់ពាក់កណ្ដាលទូកមិនខានទូកនេះតម្លៃរាប់សិបលានប្រព័ន្ធច្បាស់លាស់ជាងលោកទៅទៀតអញ្ចឹងឲ្យប្រព័ន្ធនឹងចុះមកស្រង់ទំនិញដោយខ្លួនឯងទៅទំនិញបោកខ្លាំងណាស់ប្រព័ន្ធណែនាំឲ្យបោះទំនិញចោលដើម្បីរក្សាទូកអីបោះទំនិញរបស់លោកលូចោលលោកឯងមានលុយសង្កេតទេបិទប្រព័ន្ធបញ្ជាទៅកុំប្រជែងជាមួយរលកចាំទុក
នៅលើសមុទ្រកុំចង់យកឈ្នះធម្មជាតិរលកមិនខ្លាចកម្លាំងបាយលោកឯងទេពុកអំបញ្ញមិញពុកបញ្ជាខុសច្បាប់ហើយបើទុកក្រឡាប់តើពុកមានលុយសងទ្រព្យសម្បត្តិ20លាននេះទេទំនិញមិនបាត់បង់សំបីតែបន្តិចទូក៏មានសុវត្ថិភាពដែរបើដើរតាមប្រព័ន្ធឯងឥឡូវទំនិញទាំងនេះខ្លាចជាចំណីត្រីអស់ហើយលោកឯងធ្វើការគ្មានសណ្ដាប់ធ្នាប់មិនគោរពវិន័យក្រុមហ៊ុនតតែសោះក្នុងកាលៈទេសៈខុសគ្នាការងារជាងនេះខ្ញុំធ្វើដោយមិនយកលុយមួយសេនថ្ងៃក្រោយការងារដឹកជញ្ជូនពួកលោកទៅរកអ្នកផ្សេងទៅទុកតូចខាងក្រោមនោះប្រញាប់ថយចេញភ្លាមទីនេះក្រុមហ៊ុន Shengland ត្រូវការប្រើប្រាស់ជាបន្ទាន់លោកឃើញទំនិញស្រស់ជាងនេះមិនទាន់លើកអស់ទេបើថយចេញឥឡូវនេះទំនិញនឹងខូចអស់មិនខានរឿងនោះជារឿងរបស់អ្នកមិនពាក់ព័ន្ធនឹងខ្ញុំទេឲ្យពេល5នាទីដើម្បីសម្រេចចិត្តលឿនឡើងស្រែកខ្សែពួរចេញមកមុនត្រូវតែបានមុនទំនិញជើងនេះមិនទាន់លើកអស់អ្នកណាក៏មិនអាចមកប៉ាក់ខ្សែពួរនេះបានដែរលោកតាលោកមិនដឹងពីអំណាចក្រុមហ៊ុនធំទេមែនទេឥឡូវជារដូវទឹកស្រកបើទុកយ៉ាងនេះចូលមកដល់ទីនេះទៀតវានឹងជាប់ភ្នក់មិនខានបើមិនជឿលោកសាក់មើលចុះលោកពូកែណាស់ចាំមើលទៅលោកតាស្គាល់ស្ថានភាពបាត់សមុទ្រច្បាស់ដូចបាត់ដៃអញ្ចឹងលុយរង្វាន់ដែលលោកលូឲ្យគាត់សុទ្ធតែជាលុយធំទាំងអស់បំណុលក្រុមហ៊ុនកាចិត្តដល់ថ្ងៃសង្ហាយលុយក្នុងកានីមិនសល់ប៉ុន្មានទេទំនិញលោកលូមានសុវត្ថិភាពហើយពុកឯងប្រកាសជាបានលុយច្រើនមិនខានពុករួមទាំងប្រាក់បន្ថែមទៀតសរុបទៅមិនមែនទេម៉ាក់ក្នុងពិធីការយកមិញមានរឿងដល់ថ្នាក់ហ្នឹងតើគាត់នៅមានចិត្តយកលុយឲ្យត្រកូលយ៉ាទៀតមែនទេមិនឲ្យត្រកូលយ៉ាក៏គាត់ឲ្យកូនស្រីបង្ការរបស់គាត់ដែរវ៉ាន់បើក្រុមហ៊ុនឆ្លងផុតគ្រោះថ្នាក់នេះក៏ល្អដែរកូនប្រាប់ពុកឲ្យមកចូលហ៊ុនជាមួយយើងទៅចាត់ទុកថាជាគ្រួសារតែមួយប៉ុន្តែលើសំបីតែទូរស័ព្ទកូនក៏គាត់មិនចង់លើកដែរអញ្ចឹងកូនរៀបចំបាយថ្ងៃត្រង់លួងចិត្តគាត់បន្តិចទៅរឿងលុយកាក់ចាំនិយាយគ្នានៅលើតបាយក៏បានគាត់ឲ្យលុយវាទិញរបស់របរលឿនណាស់ហេតុអីមិនជួយកូនម្ដងទៅកូននឹងព្យាយាមសាកមើលអាឡូយកនេះទំនេរទេអាចឹងរៀបចំតបាយចង់ញ៉ាំបាយជុំគ្នាបាយនេះចង់ហៅពុកឬចង់ហៅលុយក្នុងកាបូបពុកកូនគ្រាន់តែចង់ឲ្យគ្រួសារយើងញ៉ាំបាយជុំគ្នាទេប្រាប់ទីតាំងមកចាំមើលទៅថាបាយថ្ងៃត្រង់នេះពួកគេចង់បានអ្វីឲ្យប្រាកដបងថ្លៃមកដល់ហើយអញ្ជើញអង្គុយទៅមុខមកវ៉ាន់ឆាប់ឆុងតែឲ្យពុកទៅពុករឿងក្នុងពិធីការយកមិញជាកំហុសរបស់កូនតែនេះកូនសុំជូនពុកមួយកែវម្ហូបថ្ងៃនេះថ្លៃណាស់មនុស្សក្នុងគ្រួសារញ៉ាំអីថ្លៃបន្តិចក៏សមគួរដែរយកមិញមនុស្សក្នុងគ្រួសារមិនបានឲ្យខ្ញុំអង្គុយទៅនេះទេតើពុករឿងដែលកន្លងផុតទៅកុំរំលឹកអីពួកយើងពិតជាចង់សុំទោសនិងចង់ញ៉ាំបាយជាមួយពុកពិតមែនគឺនៅក្នុងម្ហូបឬនៅក្នុងកាបូបរបស់ខ្ញុំពុកសមត្ថភាពពុកនៅកំពង់ផែពួកយើងឃើញអស់ហើយដើរទូវាហត់ណាស់មិនដូចមកធ្វើការរកស៊ីជាមួយពួកយើងទេក្រុមហ៊ុនយើងខ្វះតែដើមទុនបន្តិចបន្តួចប៉ុណ្ណោះបើពុកចូលហ៊ុនប្រកាសជាចំណេញមិនខានត្រូវឲ្យលុយកាក់ទុកចោលក៏មិនកាត់អីដែរជួយកូនចៅទៅតែក្នុងកាបូបនោះពិតជាមានលុយច្រើនដល់ថ្នាក់នឹងមែនទេពុកលុយរង្វាន់ពីលោកលូនិងលុយសន្សំរបស់ពុកយកមកធ្វើជាដើមទុនគឺល្មមគ្រប់គ្រាន់ហើយកិច្ចសន្យាអាចចុះហត្ថលេខឲ្យលើបានត្រូវឲ្យវ៉ាន់ជាកូនស្រីបង្កើតរបស់លោកបើលោកមិនជួយតើអ្នកណាជួយវ៉ាន់ឯងក៏គិតបែបហ្នឹងដែរមែនទេពុកកូនគ្រាន់តែចង់ឲ្យត្រកូលកែឆ្លងផុតការលំបាកនេះសិនប៉ុណ្ណោះពុកយល់ហើយពួកឯងមិនមែនចង់ដឹងទេមែនទេថាក្នុងកាបូបខ្ញុំមានលុយប៉ុន្មានអញ្ចឹងមើលឲ្យច្បាស់ទៅនេះជាអ្វីដែលពួកឯងចង់ឃើញមែនទេមានតែប៉ុណ្្នឹងឯងពុកនេះមានរឿងអីទៅកាលពីច្រើនឆ្នាំមុនខ្ញុំធ្លាប់មានរឿងក្តីក្តាំងជំពាក់បំណុលគេជំនួសអ្នកដទៃឥឡូវគេមកទារបំណុលវិញហើយខ្ញុំចង់សួរពួកឯងបន្តិចតើអាចជួយខ្ញុំបានទេបងថ្លៃរឿងបែបនេះពួកយើងក៏មិនដឹងត្រូវជួយយ៉ាងម៉េចដែរពុកនិយាយលេងមែនទេពួកយើងចង់ហៅពុកមកចូលហ៊ុនតែពុកបែរជាយកបំណុលមកឲ្យពួកយើងជួយសងទៅវិញមែនទេអំបញ្ញមិញទៅតែថាគ្រួសារតែមួយគឺតាគ្រួសារតែមួយមិនត្រូវជួយគ្នាទេមែនទេជួយក៏ត្រូវមើលតាមលទ្ធភាពដែរឥឡូវក្រុមហ៊ុនកំពុងតែពិបាកមិនអាចយកបំណុលលោកមកដាក់លើខ្លួនបានទេពុកហេតុអីមិនប្រាប់ឲ្យលឿនជាងនេះកូនស្មានថាពុកមកជួយប្តីកូនពិតមែនអញ្ចឹងមានន័យថាបើជួយបានគឺពុកបើជួយមិនបានគឺអ្នកដទៃមែនទេបងថ្លៃកុំនិយាយធ្ងន់ពេកអីវ៉ាន់ទៅតែចូលផ្ទះត្រកូលយ៉ាមិនអាចឲ្យនាងមានបញ្ហាតាំងពីដំបូងឡើយបានហើយបាយថ្ងៃត្រង់នេះខ្ញុំយល់ច្បាស់អស់ហើយថ្ងៃក្រោយកុំហៅខ្ញុំមកញ៉ាំបាយបែបនេះទៀតអីពុកខោអាវនេះចាស់មែនប៉ុន្តែបោកសម្អាតស្អាតជានិច្ចមិនដូចចិត្តមនុស្សខ្លះទេមើលទៅស្អាតបាតតែចិត្តគំនិតអាក្រក់បំផុតពុកផឹកទឹកបន្តិចទៅខោអាវដាច់រហែកអស់ហើយចាំបាច់ដេវីទៀតធ្វើអីនៅប្រើបានពុកដើរកំពង់ផែត្រូវមានខោអាវក្រាស់ជានិច្ចរបស់ទាំងនេះត្រូវប្រើពេលចូលរៀនមហាវិទ្យាល័យណាមិនបាច់ទិញទាំងអស់ទេពុកទុកលុយខ្លះសម្រាប់ខ្លួនឯងទៅរៀនសូត្រមិនមែនឲ្យតែមានទេពុកដឹងច្បាស់ណាស់កូនអាចធ្វើការក្រៅម៉ោងបានលុយកាក់ទិញរបស់ទាំងនេះកូនអាចរកខ្លួនឯងបានខ្លះកូនមិនបាច់ខ្វល់ទេរៀនឲ្យពូកែទៅបានហើយស្អែកនេះពុកនឹងនាំកូនទៅចុះឈ្មោះរៀនថ្លៃណាស់ពុកថ្លៃក៏ថ្លៃទៅរបស់ដែលកូនត្រូវប្រើដើម្បីអនាគតពុកមិនដែលស្ដាយទេស្អែកនេះពួកយើងនឹងទៅមើលកន្លែងស្នាក់នៅក្បែរសាលាផងដែរឈុតនេះល្អបំផុតសម្រាប់សិស្សសាលាវិចិត្រសិល្បៈកុំព្យូទ័រក្តារគូនិងសម្ភារៈគ្រប់មុខគ្រាន់តែតម្លៃរៀងខ្ពស់បន្តិច60000ជាងអញមកមើលសម្ភារៈឬមកមើលសុបិនកូនទើបតែចូលរៀនមិនបាច់ប្រើរបស់ថ្លៃដល់ថ្នាក់នឹងទេពុកអញដឹងទេថាឥឡូវស្ថានភាពយ៉ាងម៉េចយកមិញយកបំណុលមកឲ្យយើងជួយឥឡូវបែរជាចង់ទិញរបស់60000ឲ្យកូនរៀនទៅវិញម្នាក់ចេះសម្ដែងម្នាក់ទៀតចេះយល់សប្តិអញ្ចឹងកុំនិយាយអាក្រក់ពេកអីតើខ្ញុំនិយាយខុសមែនទេមនុស្សត្រូវតែស្គាល់ខ្លួនឯងបើគ្មានលុយទេកុំចង់បានរបស់ខ្ពស់ពេកឈុតនេះខ្ញុំយកទិញឲ្យកូនរៀនសូត្រមិនបាច់ឲ្យអ្នកដទៃមកមើលងាយទេលោកម្ចាស់ឈុតនេះនៅសល់តែមួយចុងក្រោយទេតើលោកប្រកាសជាយកមែនទេយកកុំឲ្យអ្នកខ្លះមកឈោមើលងាយយើងនៅទីនេះយូរពេកកូនកុំស្ដាប់សម្ដីគេអីពុកខ្លួនឯងពុកដឹងច្បាស់ហើយអ្នកណានិយាយថាគាត់ធ្វើឲ្យពុកពិបាកពុកកូនជាកូនស្រីពុកមានរឿងអីហេតុអីមិនប្រាប់កូនពុកមកដល់ក៏ល្អដែរកូនស្រីពុកចង់បានរបស់60000លុយបំណុលយកមិញសងគេអស់ហើយមែនទេបានជាមានលុយទិញឲ្យនាងអញ្ចឹងកូនចូលចិត្តឈុតនេះមែនទេពុកពួកយើងទៅវិញទៅកុំទិញអីពុកសួរកូនថាកូនចូលចិត្តវាពិតមែនឬអត់យករបស់ទាំងនេះទៅលោកឆាការសម្ដែងក៏ត្រូវមើលកន្លែងដែរម៉ាស៊ីនឈុតកាត់មិនស្គាល់មុខលោកទេពិតមកទៅរបស់ដែលកូនស្រីខ្ញុំចូលចិត្តខ្ញុំនឹងទិញឲ្យនាងទាំងអស់ពុកកុំចេះអីបើឈុតមិនចេញទេពុកនឹងខ្មាស់គេខ្លាំងជាងនេះមិនខានក្នុងពិធីការឯងថាពុកបង្អាប់មុខមាត់យកមិញថាពុកបង្កបញ្ហាឥឡូវពុកទិញរបស់ឲ្យកូនរៀនឯងនៅតែយកថាពុកបង្អាប់ទៀតមែនទេកុំរឹងរូសអីមេការខាបើលុយមិនគ្រប់ទេអ្នកដែលខ្មាស់គេគឺលោកឯងម្នាក់ឯងទេលោកម្ចាស់ការទូទាត់បានសម្រេចហើយនិយាយហើយមែនទេតើលុយខ្ញុំគ្រប់គ្រាន់ឬនៅមិនបាច់ឲ្យឯងមកព្រមនៅក្បែរតែជាខ្ញុំទេយកមិញយកបំណុលមកបោកពួកយើងរឿងបំណុលមែនឬអត់មិនបាច់ពួកឯងខ្វល់ទេការដែលពួកឯងមិនទទួលស្គាល់សាច់ញាតិតើពួកឯងគិតអ្វីខ្លះពុកធ្វើបែបនេះដើម្បីសាក់ចិត្តពួកយើងមែនទេមិនចាំបាច់សាក់ក៏ដឹងដែរពួកឯងស្គាល់ខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់លោកម្ចាស់កន្លែងស្នាក់នៅក្បែរសាលាក៏បានរៀបចំរួចរាល់ហើយដែរពុកមិនបាច់ទេកូនមិនទៅនៅទីនោះទេទិញសម្ភារៈហើយត្រូវតែមានកន្លែងរៀនសូត្រឲ្យបានល្អជួលឲ្យកូន8ខែកន្លែងដែលស្ងប់ស្ងាត់បំផុតអូហូទើបតែជួលលុយអស់ឥឡូវសម្ដែងបន្តទៀតមែនទេខ្ញុំសម្ដែងឬអត់មិនមែនជារឿងរបស់ឯងទេបើមិនចង់មើលក៏ចេញទៅឲ្យឆ្ងាយទៅមេការចេះកន្លែងស្នាក់នៅរួចរាល់ហើយនេះជាសោយកទៅរៀនឲ្យពូកែកុំខាត់ពេលជាមួយមនុស្សប្រភេទនេះអីពុក
កូននឹងគំរាមឲ្យពូកែបំផុតពុកចុះកូនវិញកូនមែនទេពេលកូនរៀបការតាកូនចាត់ទុកពុកជាអ្វីបើគ្មានអ្នកណាជួយកូនពុកជាអ្នកជួយប៉ុន្តែកូនបែរជាយល់ថាពុកបង្អាប់មុខមាត់អញ្ចឹងពួកយើងកុំមកញ៉ៃញ៉ៃជាមួយគ្នាទៀតអីក្នុងដៃគាត់ប្រកាសជាមានលុយច្រើនជាងនេះមិនខានពួកយើងត្រូវគេបោកទាំងអស់គ្នាហើយមេការចាប់ភ្នែកមុតមែនទុកនេះតម្លៃ 6.2 លានប្រព័ន្ធការពារនិងក្លាសេសុទ្ធតែជាម៉ូដែលទំនើបបំផុតលោកលូបានបញ្ជាក់មកហើយថាចង់ឲ្យលោកជាអ្នកដឹកនាំផ្លូវពិនិត្យទុកសិនចាំមើលកិច្ចសន្យារឿងលុយកាក់ធ្វើតាមអ្វីដែលលោកលូបានព្រមព្រៀងគ្នាទៅពុកទុកនេះប្រើប្រព័ន្ធទំនើបណាស់ពុកកុំកែផ្លើតាមចិត្តទៀតអីកុំឲ្យប្រព័ន្ធអនរបស់ឯងនាំទុកទៅជាប់ភ្នប់ទៅបានហើយមេការចេះការពិតទៅទុកនឹងការងារទាំងអស់នេះបើលោកព្រមជួយត្រកូលកែប្រកាសជាបានផលច្រើនមិនខានខ្ញុំរស់ដោយសារសមត្ថភាពមិនមែនរស់ដោយសារសម្ដីទេទុកដើរបានរត់អត់ចាំមើលលទ្ធផលទៅពិនិត្យរួចរាល់ហើយថ្ងៃនេះចុះហត្ថលេខាតែម្ដងទៅមេការចេះលុយ 5.2 លាននេះមិនមែនតិចទេណាតើលោកលូពិតជាបានរៀបចំគ្រប់គ្រាន់សម្រាប់លោកមែនទេនេះជាមួយប្រទានប័ណ្ណដែលលោកលូបានត្រៀមទុកឈប់កាត់ទាំងស្រុងតែម្ដងទៅលោកម្ចាស់ការទូទាត់បានសម្រេចហើយលើកនេះច្បាស់ហើយមែនទេមិនមែនមកបង្អាប់មុខមកទេគឺមកទិញទុកបងជួនពួកយើងមានទុកផ្ទាល់ខ្លួនហើយមានទុកហើយក៏មិនបាច់មើលទឹកមុខអ្នកណាដើម្បីសុំបាយស៊ីដែរឡើងមកបង្ហូតទុំជាតិត្រៀមចេញទុកការងារជាមួយលោកលូទុកតម្លៃ 5.2 លានរឿងទាំងអស់នេះគួរតែជារបស់ត្រកូលកែទាំងអស់លោកកែនៅចង់មានឱកាសវិញទេលោកខេងខ្ញុំមានផែនទីផ្លូវទឹកចាស់របស់លោកខោបើលោកព្រមជួយខ្ញុំនឹងធ្វើឲ្យទុករបស់គាត់ទៅមុខមិនរួចមិនខានបងជួនផែនការរបស់លោកខេងគឺអាក្រក់ណាស់គេប្រើច្បាប់សមុទ្រដើម្បីរ៉ាំងផ្លូវពួកយើងទៅមុខមិនរួចទេកន្លែងដែលល្អបំផុតត្រូវបានពួកគេកាន់កាប់អស់ហើយជាយន់ជួនច្បាប់សមុទ្រគឺកំណត់ដោយអ្នកមានអំណាចទុកទាំង6គ្រឿងរបស់ខ្ញុំកំពុងដើរតាមផ្លូវច្បាប់លោកសុកចិត្តផ្សេងទុកខ្ញុំទៅទុកដែលប្រើតែលុយទិញមិនអាចខ្លាយជាស្ដេចសមុទ្របានទេអត់ឆ្វេងចូលទៅផ្លូវទឹកដែលគ្រោះថ្នាក់បំផុតបងជួនទីនោះមានអាប់ខ្លាំងណាស់ថ្មប្រេះទឹកក៏ច្រើនប្រព័ន្ធមើលមិនឃើញទេចូលទៅទីនោះមាននឹងជាប់ភ្នក់ណាស់ប្រព័ន្ធមើលមិនឃើញប៉ុន្តែខ្ញុំប្រាប់ជាស្ដាប់ល្បឿនពេញទំហឹងទៅមុខគាត់ឆ្វេង10ដឺក្រេត្រឡប់មកវិញគាត់ស្ដាំមិនអាចទៅរួចទេគាត់ហ៊ានបើកកាត់ផ្លូវដែលគ្រោះថ្នាក់បំផុតមែនឬបងជួនទុករបស់ក្រុមហ៊ុន Shengland តាមតនហើយពួកគេប្រើប្រព័ន្ធសម្លេងដើម្បីរំខានហ្វូងត្រីទាំងអស់កំពុងតែរត់ចេញអស់ហើយជាយន់ជួនឧបករណ៍តម្លៃរាប់សិបលានរបស់ខ្ញុំថ្ងៃនេះនឹងក្លាយជាឧបករណ៍បំពងសម្លេងខ្ញុំចង់ដឹងណាស់ថាថ្ងៃនេះលោកអាចចាប់ត្រីបានអ្វីខ្លះម៉ាស៊ីនគឺជាវត្ថុសកម្មប៉ុន្តែត្រីមានជីវិតចង់លេងជាមួយខ្ញុំមែនទេបងជួនត្រីរត់អស់ហើយពួកយើងបដូរទីតាំងទៅមិនបាច់បដូរទេត្រីដែលភ័យខ្លាចវានឹងមិនរត់ទៅមុខត្រង់ទេវានឹងហែទៅតាមចរន្តទឹកត្រជាក់ដើម្បីលាក់ខ្លួនឡើងមកបងសំណាញ់នៅទីអាគ្នេយ៍លោកខេនអរគុណដែលជួយដេញត្រីឲ្យខ្ញុំជួយឲ្យខ្ញុំចំណេញលុយថ្លៃសាំងបានច្រើនណាស់មេការចែកការងារជើងនេះពិតជាអស្ចារ្យណាស់ត្រីធំបែបនេះខ្ញុំទើបតែឃើញលើកដំបូងអរគុណលោកលូដែលជួយជែកលើពួកយើងលុយដែលនៅសល់ខ្ញុំនឹងឲ្យកណេឲ្យផ្ទះឲ្យភ្លាមការងារក្រោយទៀតក៏នៅតែរកលោកដែរលោកខេនខ្ញុំបានដាក់បញ្ចាំអ្វីគ្រប់យ៉ាងហើយធនាគារក៏ទើបតែអនុម័តលុយកម្ចីដែរលោកកែលោកបានបិទលើខ្លួនឯងអស់ហើយខ្ញុំគ្មានផ្លូវថយទេបើខ្ញុំមិនធ្វើអ្វីមួយទេត្រកូលកែនឹងរលីបាត់ជាមិនខានចុះកិច្ចសន្យាបញ្ចាំទ្រព្យសម្បត្តិទាំងអស់ទៅបើឈ្នះលោកនឹងរស់ឡើងវិញបើចាញ់ទ្រព្យសម្បត្តិបើឈ្នះលោកនឹងរស់ឡើងវិញបើចាញ់ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវរឹបអូសឲ្យតែអាចទម្លាក់ជីវជួនចុះបានខ្ញុំព្រមទាំងអស់រដូវទឹកក៏ជិតមកដល់ហើយហ្វូងត្រីនឹងផ្លាស់ទីទៅទីខាងត្បូងតើពួកយើងនៅតែបន្តដេញថ្លៃមែនទេបន្តលោកខេននិងលោកផ្ទះក៏កំពុងសម្លឹងមើលកន្លែងនេះដែរពួកគេមើលតាមផ្លូវរបស់ពួកគេពួកយើងមើលតាមផ្លូវរបស់យើងប្រាប់លោកលូផងស្អែកនេះពួកយើងនឹងចាប់ផ្ដើមការងារជាធម្មតាមេការចាក់កន្លែងនេះលោកក៏ចង់មកដណ្ដើមដែរមែនទេស្មានមិនដល់ថាលោកលូឲ្យដើមទុនលោកច្រើនដល់ថ្នាក់នឹងសោះខ្ញុំមកដេញថ្លៃតាមច្បាប់មិនមែនមកដណ្ដើមទេសម្ដីពីរោះណាស់ចាំមើលដល់ពេលលើកស្លាកតើអ្នកណាខ្លាំងជាងមេការចាក់ថ្ងៃនេះដេញថ្លៃដោយចំហអ្នកណាឲ្យថ្លៃជាងអ្នកនោះបានឲ្យតែច្បាប់ច្បាស់លាស់ខ្ញុំគ្មានបញ្ហាទេលោកខេនកុំបារម្ភអីកន្លែងនេះនឹងជារបស់ពួកយើងបងជួនមើលទៅពួកគេហាក់ដូចជាចង់ដណ្ដើមយកឲ្យបានអ្នកណាចង់ដណ្ដើមក៏ឲ្យគេបន្ថែមតម្លៃទៅចុះតោះចូលទៅមើលថាពួកគេហ៊ានឲ្យថ្លៃដល់ប៉ុណ្ណាសិទ្ធិនេសាទនៅតំបន់លេខ 9 រយៈពេល 4 ឆ្នាំតម្លៃចាប់ផ្ដើម 36 លាន 42 លាន 48 លាន 54 លានគេចាប់ផ្ដើមហើយធ្វើតាមផែនការទៅកុំឲ្យគេបានទៅងាយអី60 លាន 66 លាន 72 លានបងជួននៅតាមទៀតទេដើមទុនដែលលោកលូឲ្យមកមិនសល់ច្រើនទេ78 លានគឺជាដែនកំណត់របស់ពួកយើងហើយ78 លាន 78 លានលើកទី1 84 លានបងជួនដល់ដែនកំណត់ហើយកុំតាមទៀតអីកន្លែងនេះពួកយើងត្រូវតែយកឲ្យបានបន្ថែមទៀត96 លាន 96 លានលើកទី1លើកទី2លើកទី3សម្រាប់សូមអបអរសាទរក្រុមហ៊ុន Shengland មេការចាំមើលទៅលើកនេះតំបន់លេខ 9 មិនមែនជារបស់លោកទេលើកពី78 លានមិនមែនជាការរកស៊ីទេគឺជារឿងដណ្ដើមគ្នាខុសទំនងស្ថានភាពសមុទ្រមាននៅលើផែនទីហើយប៉ុន្តែពួកលោកមិនជឿទម្លាក់សំណាញ់ទាំងអស់ថ្ងៃនេះឲ្យពួកគេមើលឲ្យច្បាស់ថាតើអ្នកណាជាម្ចាស់ពិតប្រាកដនៅតំបន់លេខ 9 នេះហេតុអីមិនឃើញមានត្រីអញ្ចឹងលោកខេនអេក្រង់ទៅស្អាតគ្មានហ្វូងត្រីទេមិនអាចទៅរួចទេស្កេនឲ្យជ្រៅជាងនេះទៀតសីតុណ្ហភាពទឹកស្រទាប់ខាងក្រោមធ្លាក់ចុះភ្លាមហ្វូងត្រីខ្លះទីអស់ហើយនិយាយឲ្យច្បាស់មើលទីនេះគ្មានត្រីទៀតទេបន្តទៀតនឹងខូចឧបករណ៍អស់ហើយលោកកែក្នុងឯកសារដេញថ្លៃមិនបានសរសេររឿងនេះទេឯកសារសរសេរតែទិន្នន័យចាស់មិនបានធានាស្ថានភាពជាក់ស្ដែងទេគឺពួកយើងខ្លួនឯងទេដែលវិនិច្ឆ័យខុសលុយប្រាក់កក់ទ្រព្យសម្បត្តិបញ្ចាំកិច្ចសន្យាហានិភ័យអ្វីគ្រប់យ៉ាងដាក់ចូលអស់ហើយលោកកែកិច្ចសន្យានេះលោកជាអ្នកចុះហត្ថលេខាដោយខ្លួនឯងកុំមកខ្លាចនៅពេលនេះអីលោកកែតំបន់លេខ 9 មិនបានសម្រេចតាមផែនការទេក្នុងរយៈពេល 5 ថ្ងៃបើមិនអាចសងលុយដែលខ្វះទេពួកយើងនឹងរឹបអូសទ្រព្យសម្បត្តិសូម្បីតែផ្ទះក៏មាននៅក្នុងនឹងដែរផ្ទះវីឡាភីខុនក្លាសេឡានដឹកជញ្ជូនគឺនៅក្នុងបញ្ជីទាំងអស់មានហត្ថលេខារបស់លោកនិងឯកសារយកព្រមពីភរិយាលោកផងដែរអាចឹងលោកយកផ្ទះរបស់យើងទៅបញ្ចាំមែនទេរួយតើខ្ញុំអាចយកអ្វីមកស្រោចស្រង់វិញបានទៅលោកមិនទាំងបានសួរខ្ញុំមួយម៉ាត់ផងសួរលោកទៅមានប្រយោជន៍អីពុកលោកដែលលោកលូឲ្យតម្លៃសូម្បីតែសម្ដីមួយម៉ាត់ក៏លោកជួយនិយាយមិនបានផងនោះជាលុយថ្លៃបណ្ដាការរបស់ខ្ញុំឥឡូវផ្ទះមួយនេះតើមានសល់អ្វីជារបស់យើងទៀតលោកចង់ទៅចោលខ្ញុំមែនទេខ្ញុំជាប្រពន្ធលោកណាប្រយោជន៍ធំបំផុតរបស់នាងគឺមានឪពុកដូចជាយួនជួនតែគួរឲ្យស្ដាយសូម្បីតែប្រយោជន៍តិចតួចនេះនាងក៏មិនអាចរកបានដែរផ្ទះត្រូវចាត់ចែងយ៉ាងម៉េចឡានត្រូវបញ្ចាំយ៉ាងម៉េចមាននីតិវិធីអស់ហើយកុំមកញ៉ៃញ៉ៃជាមួយខ្ញុំទៀតអីពុកកូនខុសហើយកូនបានរុញច្រានមនុស្សដែលស្រឡាញ់កូនពិតចេញទៅឆ្ងាយអស់ហើយមេការចាប់ផ្ទះនេះត្រូវបានរឹបអូសហើយសូមលោកយករបស់របបតខ្លួនចេញ
តែខ្ញុំនៅអាចចូលទៅយករបស់បានទៀតទេយកបានតែរបស់ប្រើប្រាស់ចាំបាច់ប៉ុណ្ណោះរបស់ផ្សេងទៀតត្រូវរក្សាទុកសិនពុកកូនខុសហើយកូនបានរុញច្រានមនុស្សដែលស្រឡាញ់កូនពិតចេញទៅបាត់ហើយធ្វើឲ្យផ្លូវរបស់ខ្លួនឯងកាន់តែចង្អៀតទៅការងារដឹកជញ្ជូនថ្ងៃនេះត្រូវធ្វើឲ្យបានល្អកុំដណ្ដើមគ្នាអីបាទពូយើងដឹងហើយរញ៉ៃញ៉ៃបន្តិចបំផ្លាញទាំងទំនិញបំផ្លាញទាំងទំនុកចិត្តគេផ្លូវនេះធ្វើតាមអ្វីដែលមេការជួនណែនាំទៅគាត់យល់ពីសមុទ្រច្បាស់ណាស់ពីមុនខ្ញុំធ្លាប់យល់ថាគាត់ចាស់បុរាណខ្មាស់គេឥឡូវទើបដឹងថាគាត់ពូកែពិតមែនឡានដឹកជញ្ជូនកុំជប់យូរពេកបងជួនលោកលូចង់ឲ្យពូយើងវិញតាមផ្លូវហ៊ីជាវទីនោះមានខ្យល់ខ្លាំងណាស់ត្រូវតែបន្ថែមទឹកកកនៅកណ្ដាលផ្លូវតើបានបញ្ជាក់ម៉ោងរួចរាល់ហើយឬនៅសល់ដំណាក់កាលចុងក្រោយផ្លូវហ៊ីជាវមិនមែនជារឿងលេងសើចទេប្រព័ន្ធក្លាសេនឹងទុកត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់លាស់ម្ដងទៀតលោកលូជឿជាក់លើពូយើងត្រូវតែធ្វើឲ្យបានល្អបំផុតលោកក៏បញ្ជាឲ្យទិញសិទ្ធិប្រើប្រាស់ទឹកកកទាំងអស់នៅកោះហ៊ីជាវបើពូយើងទិញផ្ដាច់មុខពួកគេនឹងគ្មានទឹកកកប្រើប្រាស់ទេទិញតាមកិច្ចសន្យាទៅមិនបាច់ប៉ះពាល់មនុស្សទេប៉ះពាល់តែទំនិញបានហើយទំនិញស្រស់មិនអាចចាំយូរបានទេលោកលូនឹងតាមទីបំណងមិនខានប្រដូផ្លូវក៏មិនទាន់បន្តទៅមុខក៏គ្រោះថ្នាក់លោកចង់បានអ្វីឲ្យប្រាកដឲ្យលុយថ្លៃសេវាខ្លះមកចាំខ្ញុំជួយសម្រួលរឿងនេះឲ្យលោកមិនមែនចាញ់ក្រោមដៃជឿយួនឈួនទេគឺលោកចាញ់ដោយសារលោកប្រញាប់ពេកតែប៉ុណ្ណោះតាក់ទងទឹកកកហ៊ីជាវប្រើតម្លៃខ្ពស់បំផុតទិញសិទ្ធិប្រើប្រាស់ទឹកកកទាំងអស់ជឿយួនឈួនចោលខ្លាំងបែបនេះបើគ្មានទឹកកកទេខ្ញុំចង់ដឹងណាស់ថាលោកនាំទំនិញត្រឡប់មកវិញយ៉ាងម៉េចជប់សិនអ្នកណានៅទីនោះជប់ខាងមុខកំពុងតែលើកទំនិញមិនអាចចូលបានទេហើយគេមកវិញសម្ដីអំបញ្ញមិញមិនអាចឲ្យអ្នកខាងក្រៅបានទេជប់សិនអ្នកអំបញ្ញមិញនៅក្រុមណាប្រហែលជាក្រុមលើកទំនិញបណ្ដោះអាសន្នទេដឹងតាមរកគេឲ្យឃើញបញ្ជាក់អត្តសញ្ញាណឲ្យច្បាស់កុំឲ្យរឿងនេះបែកធ្លាយវ៉ាន់គឺឯងមែនទេឥឡូវឯងលុបសម្លេងថតនេះចោលទៅពុកនឹងចាត់ទុកថាគ្មានរឿងអ្វីកើតឡើងលោកបិទផ្លូវទឹកកករបស់ពុកខ្ញុំលោកចង់ធ្វើបាបគាត់មែនទេកុំភ្លេចថាឥឡូវនាងគ្មានសល់អ្វីទាំងអស់គឺដោយសារខ្ញុំគ្មានសល់អ្វីនឹងហើយទើបខ្ញុំដឹងថាត្រូវតែធ្វើរឿងដែលត្រឹមត្រូវពុកកុំទៅកោះហ៊ីជាវអីពួកគេបានបិទផ្លូវទឹកកកអស់ហើយសម្លេងថតនៅក្នុងនេះខ្ញុំបានផ្ញើឲ្យអាកែមួយច្បាប់រួចហើយពីមុនកូនគិតតែពីមុខមាត់លើកនេះកូនមិនចង់ឃើញពុកមានរឿងទៀតទេនេះមិនមែនជារឿងតូចតាចទេឯងបានវាដោយរបៀបណាកូននឹងគេនិយាយគ្នានៅក្នុងឃ្លាំងពុកមិនបាច់អត់ទោសឲ្យកូនក៏បានឲ្យតែពុកសុវត្ថិភាពប្រាប់គ្រប់គ្នាអាការចេញទុកជាបណ្ដោះអាសន្នចុះទំនិញរបស់លោកលូយ៉ាងម៉េចទៅទំនិញក៏ត្រូវរក្សាជីវិតមនុស្សក៏ត្រូវរក្សាបើផ្លូវត្រូវបានគេបិទពូយើងត្រូវរកផ្លូវថ្មីពីមុនកូនតែងតែយល់ថាពុកបង្អាប់មុខមាត់លើកនេះកូនមិនចង់បង្អាប់ដំណើរពុកទៀតទេកុំដៅខ្លួនឲ្យកក់ក្ដៅសិនទៅរឿងផ្សេងទៀតចាំគិតក្រោយកូនធ្វើត្រូវហើយឲ្យអាកែផ្ញើផ្សាំងទាំងអស់ទៅឲ្យលោកលូនឹងកំពង់ផែពូយើងនឹងដោះស្រាយតាមនីតិវិធីចុះទំនិញជើងនេះបើផ្លូវត្រូវបានគេបិទក៏បដូរផ្លូវទៅមនុស្សមិនត្រូវស្លាប់រឹងទេសមុទ្រខាងមុខពុកជាអ្នកនាំផ្លូវបងជួនកោះហ៊ីជាវគ្មានទឹកកកទេតើពូយើងនៅតែបន្តទេបន្តប៉ុន្តែមិនមែនដើរតាមផ្លូវដែលគេរារាំងនោះទេចុះកម្ដៅទំនិញយ៉ាងម៉េចទៅលើកមុនលោកលូធ្លាប់រំលឹកហើយថាការផ្គត់ផ្គង់នៅលើគោកមិនមែនជាផ្លូវតែមួយទេម៉ាស៊ីនក្លាសេបំរុងទាំង3គ្រឿងយប់នេះដល់ពេលត្រូវប្រាស់ហើយត្រូវហើយពូយើងមានឧបករណ៍បំរុងតើគុំលោកខ្លួនយកច្រើនពេករក្សាគុណភាពឲ្យបានល្អបំផុតជាចម្បងត្រួតពិនិត្យម៉ាស៊ីនក្លាសេនិងប្រព័ន្ធទឹកកកឡើងវិញត្រៀមបដូរទីដៅម៉ាស៊ីនក្លាសេដំណើរការល្អហើយទំនិញជើងនេះអាចរក្សាកម្ដៅបានកុំប្រហែសលោកលូចង់បានទំនិញដែលល្អបំផុតក្រុមហ៊ុន Shengland ក៏មកដល់ក្បែរនេះដែរពួកគេកំពុងតែតាមដានពូយើងឲ្យគេតាមដានទៅពូយើងធ្វើការរបស់យើងគ្រប់ផ្នែកទាំងអស់ធ្វើតាមស្តង់ដារជានិច្ចថ្ងៃនេះត្រូវតែធ្វើឲ្យបានល្អបំផុតដើម្បីបង្ហាញពួកគេថាអ្នកណាជាម្ចាស់សមុទ្រពិតប្រាកដមិនត្រឹមត្រូវទេហេតុអីលើទូគេមិនឃើញមានដាក់ទឹកកកអញ្ចឹងទូគេមានម៉ាស៊ីនក្លាសេផ្ទាល់ខ្លួនមិនមែនគ្រាន់តែជាការបិទផ្លូវទឹកកកទេគឺជាយួនជួនគេមានគម្រោងបំរុងរួចជាស្រេចខ្យល់បដូរទីហើយខ្យល់ខ្លាំងកំពុងតែបក់មកបងជួនទំនិញមិនទាន់លើកអស់ទេកុំអាលើករក្សាទំនិញឲ្យជាប់បត់ទៅទីហាក់គ្នាដើម្បីវិញខ្យល់លោកខេងខ្យល់នឹងរកខ្លាំងណាស់ទុកមេការចាប់បត់ទៅរកកន្លែងវិញហើយពូយើងក៏គួរតែដកថយដែរតាមដានបន្តទៀតខ្ញុំចង់ដឹងថាគាត់ទៅផ្លូវណាឲ្យប្រាកដលោកខេងបើនៅបន្តទៀតពូយើងនឹងជាប់ក្នុងតំបន់គ្រោះថ្នាក់មិនខានដកថយពូយើងជាប់នោះហើយក្បាលទូកជាប់នឹងភពនឹងសម្រាប់អស់ហើយចុះត្រូវធ្វើម៉េចទៅបោះយឺតកៅជាប់បញ្ចេញសញ្ញាសុំជំនួយជាយួនជួនគាត់ដឹងច្បាស់ណាស់ថាទីនេះមិនអាចចូលបានទេបងជួនទូក្រុមហ៊ុន Shengland ជាប់ភ្នំបាត់ហើយគេបញ្ចេញសញ្ញាសុំជំនួយជួយមនុស្សមុនរឿងទំនិញទុកមួយឡែកសិនចុះបងជួនពួកគេទើបតែបិទផ្លូវទឹកកកពូយើងតើនៅលើសមុទ្រត្រូវជួយមនុស្សមុនកុំយកបំណុលមកគិតនៅពេលនេះ Shengland រក្សាតំណែងឲ្យជាប់បញ្ជូនខ្សែពូទៅពូយើងនឹងជួយអូសចេញគាត់ពិតជាមកជួយមែនឬបើនៅបន្តទៀតទុកនឹងខូចខាតខ្លាំងជាងនេះត្រូវតែសហការជាមួយគាត់ Shengland សហការជាមួយពូយើងបិទផ្លូវគាត់ចុងក្រោយនៅតែពឹងគាត់ឲ្យមកជួយរួចរាល់ហើយបញ្ចេញកម្លាំងពេញទំហឹង Shengland រក្សាលំនឹងឲ្យជាប់កុំទាញខ្លាំងពេកទាញទៅតាមរលកខ្ញុំគណនីស្ទើរតែស្លាប់ចុងក្រោយជីវិតខ្ញុំនៅតែគាត់ជាអ្នកជួយសង្គ្រោះបញ្ជាក់សុវត្ថិភាពមនុស្សសិនចាំនិយាយរឿងផ្សេងទៀតលោកថេនលោកកែសុំជប់សិនរឿងបិទផ្លូវទឹកកកហ៊ីជាវនិងសកម្មភាពរំខានការងារដឹកជញ្ជូនពូយើងត្រូវការឲ្យពួកលោកចូលរួមសហការស៊ើបអង្កេតនេះគ្រាន់តែជាការរៀបចំអាជីវកម្មធម្មតាប៉ុណ្ណោះធម្មតាមែនឬអត់ត្រូវមើលលើកិច្ចសន្យាភស្តុតាងសម្លេងនិងកំណត់ត្រាដឹកជញ្ជូនក្រុមប្រឹក្សាពិបាលបានផ្អាកគម្រោងតំបន់លេខ9ជាបណ្ដោះអាសន្នហើយឥឡូវបែរជាមកទម្លាក់កំហុសលើខ្ញុំម្នាក់ឯងមែនទេមិនមែនទម្លាក់កំហុសទេគឺត្រួតពិនិត្យតាមនីតិវិធីឯកសារដែលលោកកែផ្ដល់ឲ្យនឹងត្រូវយកមកផ្ទៀងផ្ទាត់ទាំងអស់នោះគឺជាដំណើរការរបស់គម្រោងខ្ញុំមិនបានធ្វើខុសច្បាប់ទេខុសច្បាប់ឬអត់មិនមែនលោកជាអ្នកសម្រេចទេសូមអញ្ជើញទៅសហការជាមួយពួកយើងលោកខេងជួយនិយាយអ្វីខ្លះទៅអាចឹងឯកសារគឺជាអ្នកផ្ដល់ឲ្យគំនិតក៏ជារបស់ឯងកុំចង់មកលាក់ខ្លួននៅពីក្រោយខ្នងខ្ញុំនៅពេលនេះអីវ៉ាន់ជួយនិយាយជាមួយពុកឯងឲ្យបងផងពួកយើងជាប្តីប្រពន្ធនឹងគ្នាណាលោកមិនអាចមើលមកបងបែបនេះបានទេបើអូនព្រមជួយបងនឹងសងអ្វីគ្រប់យ៉ាងឲ្យអូនវិញអាចឹងខ្ញុំធ្លាប់ជឿលើសម្ដីក៏ចាប់ផ្ដើមជាថ្មីរបស់លោកទើបខ្ញុំដើរដល់ផ្លូវតបែបនេះរឿងផ្ទះរឿងបញ្ចាំនឹងលុយបណ្ដាការរបស់ខ្ញុំអ្វីគ្រប់យ៉ាងត្រូវចាត់ចែងតាមនីតិវិធីច្បាប់ចុះខ្ញុំនឹងមិនជួយនិយាយកុហកជំនួសលោកទៀតទេហើយក៏មិនសូមអង្វរជំនួសលោកដែរពុកកូនខុសហើយពុកមិនដែលបង្អាប់មុខមាត់កូនទេមានតែរូបកូនទេដែលមើលមិនឃើញតម្លៃពុករឿងដែលកន្លងផុតទៅកុំរំលឹកអីទៀតអីពួកយើងចាប់ផ្ដើមជាថ្មីចុះពីមុនកូនខ្លាចតែខ្មាស់គេមើលងាយចុងក្រោយទើបដឹងថាអ្វីដែលគួរឲ្យខ្លាចបំផុតគឺការដែលខ្លួនឯងមិនអាចក្រោកឈរបានដោយខ្លួនឯងយកបានបែបនេះក៏មិនយឺតពេកដែរចុះថ្ងៃក្រោយកូនមានគម្រោងអ្វីខ្លះពុកកូនមិនចង់ទៅធ្វើការនៅក្នុងការិយាល័យព្រាមទេកូនចង់ទៅកំពង់ផែធ្វើជាអ្នកត្រួតពិនិត្យទំនិញចាប់ផ្ដើមរៀនសូត្រពីមូលដ្ឋានពីបំផុតការងារនៅកំពង់ផែមិនស្រួលទេណាកូនដឹងពីមុនកូនធ្លាប់ស្អប់ដែលពុកត្រូវហាលថ្ងៃហាលខ្យល់នៅកំពង់ផែតែឥឡូវកូនយល់ហើយការដែលរੂដោយផ្អែកលើសមត្ថភាពខ្លួនឯងទើបជាមុខមាត់ពិតប្រាកដល្អណាស់ស្អែកនេះទៅរីកាខ្លួននៅកំពង់ផែទៅរៀនជាមួយឡៅមកពីដំបងទៅខុសត្រូវចេះកាយយឺតត្រូវតែកំប្រឹងកុំខ្លាចខ្មាស់គេអីឡានលេខ5ត្រួតពិនិត្យសេតុណ្ហភាពរួចរាល់ហើយធ្វើដំណើរតាមផ្លូវដោយសុវត្ថិភាពណាសួស្តីឆ្នាំថ្មីបងស្រីជើងចុងក្រោយមិនមានកំហុសទេ
ឡើងមកថាខែនេះអញធ្វើការបានច្បាស់លាស់បំផុតបងជួនឆ្នាំនេះមិនងាយស្រួលទេឆ្លងកាត់ជប់ភ្លៀងច្រើនណាស់សំណាងហើយដែលរាល់ការងារទាំងអស់សុទ្ធតែច្បាស់លាស់និងមានសុវត្ថិភាពគ្រប់គ្នាពុកផឹកទឹកក្តៅបន្តិចទៅស្រាប់ផឹកតិចបានហើយយកទៅជាក់ណាល្អហើយឆ្នាំនេះពួកយើងមិនបានដើរផ្លូវខុសមិនបានកេងចំណេញអ្នកណារស់ដោយសមត្ថភាពរស់ដោយភាពស្មោះត្រង់សម្ដីនេះពិតជាត្រឹមត្រូវណាស់សួស្តីឆ្នាំថ្មីពុកសួស្តីឆ្នាំថ្មីសួស្តីឆ្នាំថ្មីកូនស្រីថ្ងៃក្រោយពួកយើងនឹងដើរទៅមុខយឺតតែរឹងមាំផ្លូវនៅវែងឆ្ងាយទៀតណាស់